ខ្ញុំឈ្មោះអសេរិនជាប្រធានក្រុមនៅក្នុងក្រុមសុខភាពកុមារដើម្បីសហគមន៍ជំរាបសួរខ្ញុំបាទឈ្មោះផផាណាតជាអនុប្រធានក្រុមជំរាបសួរនាងខ្ញុំឈ្មោះសរងចន្ទាជាលេខាជំរាបសួរនាងខ្ញុំឈ្មោះសៅសេរីនិតជាហេរ៉ាញ៉ាក់ជំរាបសួរនាងខ្ញុំឈ្មោះអមរេជាផ្នែកបច្ចេកទេសគម្រោងអនាម័យស្អាតសហគមន៍រីកចម្រើនគឺបង្កើតឡើងក្នុងគោលបំណងចូលរួមលើកម្ពស់កង្វះអនាម័យដើម្បីឲ្យសុខភាពកុមារនៅក្នុងសហគមន៍កាន់តែរីកចម្រើនហើយគម្រោងរបស់ពួកយើងគឺធ្វើតាក់ទងជាមួយនឹងអនាម័យកុមារគម្រោងរបស់ពួកយើងមានឈ្មោះថាអនាម័យស្អាតសហគមន៍រីកចម្រើនក្រុមសុខភាពកុមារដើម្បីសហគមន៍ត្រូវបានបង្កើតឡើងបន្ទាប់ពីយើងខ្ញុំដែលជាយុវជននៃក្រុមបានចូលរួមសិក្សានៅក្នុងអង្គការយុវសន្តិភាពនៅក្នុងវគ្គវែងស្ដីអំពីការកសាងខ្លួនល្អនិងភាពជាអ្នកដឹកនាំដែលពួកយើងបានរៀនចំនួន7វគ្គហើយពួកយើងបានយកចំណេះដឹងនិងទ្រឹស្ដីទាំងនោះមកអនុវត្តនៅក្នុងភូមិក្រពើទ្រមសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញយោងតាមការអនុវត្តសកម្មភាពកន្លងមកនិងការវិតម្លៃបញ្ចប់គម្រោងយើងសង្កេតឃើញថាកុមារសរុប59នាក់ដែលជាក្រុមគោលដៅចាស់និងក្រុមគោលដៅថ្មីបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើអនាម័យបានត្រឹមត្រូវនិងផលប៉ះពាល់នៃការមិនបានធ្វើអនាម័យបានត្រឹមត្រូវចំពោះអាណាព្យាបាលវិញបានបង្កើនការយកចិត្តទុកដាក់និងតាមដានរាល់ការអនុវត្តអនាម័យរបស់កុមារបានល្អប្រសើរជាងមុនស្វ័យចិត្តតាធ្វើចឹងទៅបានបរៀនកូនឲ្យវាចេះការពីខ្លួនចៃចឹងព្រោះអីមីងអត់សូវបានស្គាល់ចឹងបាទសូវបានទៅមើលខែវាដល់ចឹងទៅបើវាចេះសម្អាតខ្លួនឯងចឹងល្អមិនថាមានទី1វាបានសម្អាតខ្លួនឯងទី2វាចេះដឹងថាខ្លួនប្រាណយើងត្រូវការសម្អាតអីខ្លះឲ្យល្អនៅក្នុងខ្លួនវាពីមុនដល់ថ្មិញទៅអីអូទេឥឡូវហ្នឹងអស់ឆ្នាំតែថ្មិញអីចេះទាខ្លួនអត់ទេអត់សូវទេជាចុងក្រោយខ្ញុំបានអរគុណបងដែលគាត់មកចោះមកបង្រៀនពីរបៀបអនាម័យសម្រាប់ខ្លួនប្រាណខ្ញុំពិតជាសប្បាយចិត្តមែនតើហើយខ្ញុំក៏សូមអរគុណបងដែលគាត់មកចោះមកបង្រៀនពួកខ្ញុំឲ្យចេះយល់ដឹងពីអនាម័យសម្រាប់ខ្លួនអរគុណ